ជំរាបសួរអំពូមីងយាយតាបងប្អូនទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំវីដេអូថ្ងៃទី2ដំណើរកំសាន្តមកលេងនៅខេត្តសៀមរាបក៏ជាថ្ងៃទី1ដែលចាប់ផ្ដើមដើរលេងជាមួយនឹងពួកគាត់ផងដែរមុននឹងយើងធ្វើដំណើរកំសាន្តហ្នឹងគឺយើងមកញ៉ាំ breakfast សិនបន្តមកទៀតក៏បន្តដំណើរទៅទិញសំបុត្រសម្រាប់ជនជាតិចូលទស្សនាដោយសារតែមីងរបស់ខ្ញុំទាំង3នាក់ហ្នឹងគាត់គឺមានប៉ាជាជនជាតិខ្មែរដូច្នេះគាត់អត់ត្រូវទិញសំបុត្រទេរួមទាំងកូនរបស់គាត់ទាំង2នាក់ផងដែរឥឡូវនេះយើងនាំគ្នាទិញសំបុត្រចូលទស្សនាហើយបន្តិចទៀតបងនឹងទៅឃើញអំពីសកម្មភាពដែលពួកគាត់ធ្វើការស្លៀកសម្លៀកបំពាក់ខ្មែរគឺនិយាយទៅខ្ញុំរំភើបមែនតើដោយសារតែពួកគាត់យល់ព្រមនិងសប្បាយចិត្តក្នុងការស្លៀកសម្លៀកបំពាក់ខ្មែររបស់យើងណាហើយសម្រាប់ការតុបតែងសម្រាប់គ្រួសារធំរបស់ខ្ញុំគឺខ្ញុំជ្រើសយកបូស្បាសាខាទី2គឺកន្លែងរបស់គាត់ហ្នឹងគឺខ្ញុំព្យាយាមឆាតទៅគាត់សួរនាំគាត់ច្រើនមែនតើហើយកន្លែងគាត់ហ្នឹងគឺរូរីរាក់ទាក់មែនតើណាបងខ្ញុំក៏បានកក់ជាមួយនឹងគាត់មុនដែរហើយក៏យើងចាប់ផ្ដើមធ្វើពុបហើយសម្រាប់ការធ្វើសក់ជាមួយនឹងការស្លៀកពាក់របស់គាត់គឺលឿនមែនតើបាទនេះអ្នកញចំនៅបូស្បាបាទកុំភ្លេចមកសៀមរាបបូស្បា2ហ្នឹងហើយមកតែងខ្លួនដើម្បីថតសុំរោមចង់បានអត់ទាំងណាក៏មានដែរនេះមួយទៀតនេះក្មេងមួយទៀតបាទមាននេះតែខែតែជឹកជឿបាទដឹងណាមួយទៀតបងខ្ញុំក៏ជ្រើសរើសយកជាងថតនៅពីខាងគាត់ដែរចាស់ម៉ែនិយាយទៅខ្ញុំមានអារម្មណ៍ថាដើរលេងលើកនេះគឺសប្បាយខ្លាំងមែនតើហើយមានអារម្មណ៍ថាអត់ស្ដាយក្រោយក្នុងការទៅដើរលេងបែបជាក្រុមគ្រួសារធំបែបនេះទេចំណាយលុយបន្តិចប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានសេចក្តីសុខនិងសប្បាយចិត្តខ្លាំងដោយសារតែយើងមិនមែនមានឱកាសបែបនេះជារៀងរហូតទេពួកគាត់ធ្វើដំណើរពីស្រុកគេមកក៏ចំណាយលុយមិនតិចដែរអញ្ចឹងយើងត្រូវតែចំណាយពេលមួយគាត់ឲ្យច្រើនតាមអាចធ្វើទៅបានលះបង់ទាំងលុយកាក់លះបង់ទាំងពេលវេលាលះបង់ទាំងការងារដូច្នេះខ្ញុំសង្ឃឹមថាវីដេអូក្រោយៗទៀតនឹងអាចជាកម្រងអនុស្សាវរីយ៍សម្រាប់ខ្ញុំសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរសម្រាប់វីដេអូដែលយើងទៅដើរលេងនៅប្រាសាទនេះគឺខ្ញុំនៅដាក់នឹងជាប់កៅភ្នែកឯឡើយទេមានអារម្មណ៍រំភើបហើយសប្បាយចិត្តខ្លាំងក្នុងការដែលពួកគាត់មកលេងនៅប្រាសាទអង្គរវត្តយើងណានេះម៉ាក់ខ្ញុំហើយនឹងលោកយាយអ៊ំស្រីគាត់បានមកលេងដែរម៉ាក់យាយរបស់ខ្ញុំបញ្ចូលច្រើនហើយតែគាត់តុបតែងខ្លួនបែបហ្នឹងទៅគឺគាត់ពិតជាស្រស់ស្អាតខ្លាំងមែនតើគឺខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាសម្រាប់បងទាំងមូលផងដែរក៏មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងដែរដោយសារតែគាត់ប្លែកភ្នែកចម្លែកអារម្មណ៍មែនតើណាហើយនេះខាងជេគាត់បានជួយរៀបចំជួយ take care ជួយស្លៀកអីសពគ្រប់ហ្មងណាជួយមើលប្លង់មើលអីសពតែម្ដងយើងក៏នាំចូលគ្នាចូលថតម្នាក់ម្ដងហើយសម្រាប់សម្លៀកបំពាក់ខ្មែររបស់យើងហ្នឹងគឺស្រស់ស្អាតខ្លាំងមែនតើបងអើយម៉ាក់យាយខ្ញុំនៅពេលតែងខ្លួនចឹងទៅឡើងក្មេងមើលគាត់សឹងមិនស្គាល់នេះម៉ាក់យាយហើយនឹងលោកតារបស់ខ្ញុំមកពីបារាំងពួកគាត់នៅតែក្មេងហើយស្អាតទៅដែរនេះមីងរបស់ខ្ញុំទាំង3នាក់ហើយខាងនោះម៉ាក់របស់ខ្ញុំហើយម៉ាក់យាយបារាំងហើយនឹងខ្ញុំនេះគឺហើយនេះបុកខ្ញុំ and then គាត់សង្ហាប៉ុណ្ណឹងគាត់នៅថាខ្លួនឯងបានទៀតខ្ញុំជឿហ្មងហើយនេះគ្រួសារទូចរបស់គាត់គឺមីង LED គឺគាត់ជូតមែនតែម្ដងហើយសម្រាប់ការថតរូបយើងជាបន្តទៀតហ្នឹងគឺយើងនាំគ្នាទៅថតយកប្លង់ប្រាសាទអង្គរវត្តដែលឃើញកំពូលទាំង5ហើយសម្រាប់ការថតនេះផងដែរក៏ជាកម្រងអនុស្សាវរីយ៍ដែលល្អហើយនឹងជា memory ល្អមែនតែម្ដងនេះបងប្រាសាទអង្គរវត្តរបស់យើងគឺស្រស់ស្អាតខ្លាំងមែនតែហើយនេះគឺជាគ្រួសារធំរបស់ពួកខ្ញុំមានទាំងខ្មែរមានទាំងជនជាតិចម្រុះចូលគ្នាតែម្ដងហើយថតរូបដោយស្នាមញញឹមនិងសប្បាយរីករាយទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះគឺអត់មានអីច្រើនដើរមើលអីទេគឺមានតែថតរូបនឹងឯង
về tới bộ nhôm mà chè chai chai nâng chè khmôi đại rồi nơi sọc máy cứ ở miền Tây tê cứ miền ta đặc chất nâng ca sà lan tập phần nâng ai nâng ai vậy đó nè trong phần nè ní nâng cứ có thể khẹt tới chân ló ta mà khom nón tê anh là lịch thiệp hơn đấy นี่ปู่យើងក៏ធ្វើការត្រឡប់ទៅវិញហើយដែលសារទីមួយពួកគាត់ក្តៅផងហើយម៉ាក់យាយអីក៏គាត់រៀងក្តៅហងក៏យើងនាំគ្នាទៅផ្លាស់ប្ដូរសម្លៀកបំពាក់មកបែប outfit សាមញ្ញវិញអញ្ចឹងណាព្រោះយើងដឹងស្រាប់ហើយសម្លៀកបំពាក់បុរាណរបស់យើងគឺវារៀងតាំងរៀងហប់ហើយពេលខ្ញុំទៅដល់លេងនឹងរៀងក្តៅដែរអញ្ចឹងណាបងនេះគឺយើងរងចាំឡានមកដល់យើងឆ្លៀតដាក់ Trend 1 2 3 មួយទៅ ហើយក៏នាំគ្នាដើរទៅឡានហើយបងមើលឃើញសកម្មភាពទាំងហ្នឹងគឺមានអារម្មណ៍ថាវានៅស្រស់ៗនឹងភ្នែកតែម្ដងគឺមានអារម្មណ៍មើលឲ្យនៅតែសប្បាយម្ដងហើយម្ដងទៀតអញ្ចឹងណាបងនេះហើយគឺជាការបដិញ្ញារបស់ខ្ញុំត្រូវតែធ្វើវីដេអូនេះចងក្រងឡើងតែតតបានដោយសារតែយើងពុំងាយបានដើរលេងជាឈុតធំអញ្ចឹងឯងហើយបន្ទាប់មកទៀតយើងញ៉ាំបាយញ៉ាំអីហើយក៏នាំគ្នាទៅលេងនៅប្រាសាទបាក់ខែងមើលថ្ងៃលិចហើយនេះសម្រាប់សម្រស់ខ្លោងទ្វារទន្លេអ៊ំរបស់យើងគឺស្រស់ស្អាតមែនតែនហើយថ្ងៃក៏ចាប់ផ្ដើមរៀបលិចបដាហើយយើងនាំគ្នាដើរលេងតិឡើងទៅដល់លើភ្នំបាក់ខែងហ្នឹងណាហើយនេះគឺគេធ្វើការឆែកជាមួយនឹងសុបតហើយដើរទៅតិចមានភ្ញៀវជនជាតិនិងអន្តរជាតិជាច្រើនដែលអញ្ជើញមកលេងនៅភ្នំបាក់ខែងហ្នឹងណាហើយសម្រាប់ឡើងទៅលេងនៅភ្នំបាក់ខែងហ្នឹងខ្ញុំមានអារម្មណ៍ថាអត់យូរទេដោយសារតែមក point មានសិតតែ view point សម្រាប់ឲ្យយើងមើលទាំងអស់ហើយ view point មួយហ្នឹងគឺសិតតែបង្កប់អត្ថន័យនិងសិល្បៈដ៏ហូរផង់របស់ខ្មែររបស់យើងហើយយើងនាំគ្នាដើរតិចមើលទេសភាពសើចលេងសប្បាយជុំគ្នាអញ្ចឹងណាហើយច្បាស់ហាបងប្រកាសជាមានអារម្មណ៍ថាបាត់ម៉ាក់យាយហើយបាត់តាអញ្ចឹងណាដោយសារតែគាត់គឺជិះឡាននៅខាងតាមខាងក្រោយអញ្ចឹងគាត់មិនមិនដល់លេងអញ្ចឹងខ្ញុំទៅដើរលេងមុនហើយនេះគឺសម្រាប់គឺស្អាតទៅតែម្ដងយើងចាប់ដើមមកដល់មក view point ទៅមក view point គឺស្អាតទៅតែម្ដងគឺមានសម្រាប់ស្អាតផ្សេងពីគ្នាតែម្ដងសម្រាប់ view នៅភ្នំបាក់ខែងរបស់យើងកាន់តែឡើងកាន់តែខ្ពស់គឺកាន់តែស្រស់ស្អាតហើយសម្រាប់បងដែលគាត់មានជាគម្រោងទៅលេងនៅភ្នំបាក់ខែងអីកុំភ្លេចចូលមើល view point នីមួយផងគឺសិតតែបង្កប់នៅអត្ថន័យនិងក្បូរក្បាច់ជាច្រើនដែលនិយាយមិនអស់នេះយើងមកដល់ប្រាសាទបាក់ខែងហើយគឺទេសភាពស្អាតមែនតើបងមានភ្ញៀវជនជាតិគាត់អង្គុយចាំបដាហើយពួកខ្ញុំក៏ធ្វើការតម្រង់ជួរឡើងទៅលេងនៅភ្នំបាក់ខែងផងដែរគឺជាភ្ញៀវជនជាតិនិងអន្តរជាតិគាត់ឡើងមកកម្មឡើងម្ដងម្នាក់អញ្ចឹងណានេះខ្ញុំមករៀងល្ងាចហើយភ្ញៀវគឺនាំគ្នាឡើងទៅលើផុតអស់ហើយនេះបងមកឃើញជាក់ស្ដែងឯងគឺគាត់អង្គុយចាំច្រើនមែនតែនហើយសម្រាប់ទេសភាពនៅលើភ្នំបាក់ខែងហ្នឹងគឺស្រស់ស្អាតខ្លាំងមែនតែនតែម្ដងជាទេសភាពមួយដ៏ស្រស់ស្អាតជា moment ដែលល្អមែនតែននេះខ្ញុំធ្វើការដើររកកន្លែងដែលអង្គុយមើលថ្ងៃលិចដ៏ស្រស់ស្អាតបន្តិចទៀតខ្ញុំនឹងដាក់បង្ហាញឲ្យបងមើលទេសភាពថ្ងៃលិចនៅភ្នំបាក់ខែងយើងបានកាន់តែច្បាស់គឺសម្រាប់នៅភ្នំបាក់ខែងរបស់យើងគឺស្អាតខ្លាំងមែនតែនតែម្ដងហើយភ្ញៀវច្រើនមែនតែនតែម្ដងនេះគឺសម្រាប់សាទកវ័នមើលពីភ្នំបាក់ខែងមកគឺសម្រាប់ក៏រត់តែស្អាតផងដែរនេះខ្ញុំធ្វើការដើរលេងមើលទេសភាពនេះនោះសិនទម្រាំតែដល់ពេលវេលាដែលយើងមើលថ្ងៃលិចសម្រាប់ពេលវេលាដែលយើងបានដើរលេងជុំគ្នានេះគឺជាពេលវេលាមួយដ៏ល្អខ្លាំងមែនតែនតែម្ដងដោយសារតែពួកគាត់មកលេងត្រឹមតែរយៈពេលកន្លះខែចុះហ្នឹងឯងវា10ថ្ងៃជាងអញ្ចឹងណាអញ្ចឹងគាត់មកកន្លែងទៅមកកន្លែងគឺលឿនមែនតែនសម្រាប់ពួកខ្ញុំនិងគាត់អញ្ចឹងណាហ
ហើយពួកគាត់គឺជាកូនខ្មែរដូច្នេះគាត់គឺស្រឡាញ់ទឹកដីខ្មែរមែនតើណាបងគាត់ដើរលេងពីមួយកន្លែងទៅមួយកន្លែងគឺពោពេញទៅដោយស្នាមញញឹមនិងសេចក្តីសុខទាំងអស់គ្នាតែម្ដងនិយាយទៅគឺពួកគាត់ពីម្នាក់ទៅម្នាក់ពីម្នាក់ទៅម្នាក់គឺពួកគាត់មានស្នាមញញឹមនិងសេចក្តីសុខរៀងខ្លួនរួមទាំងពួកខ្ញុំផងដែរដែលបានទៅដើរលេងជាមួយពួកគាត់ណាពិតជាមានអារម្មណ៍សប្បាយហើយនឹងរំភើបនៅតែសប្បាយចិត្តហើយការចងក្រងវីដេអូនេះឡើងគឺដូចជាបានទៅដើរលេងមួយគាត់ម្ដងទៀតអញ្ចឹងតោះបងមកមើលទេសភាពសម្រាប់ថ្ងៃលិចនៅភ្នំបាខែងមួយខ្ញុំទាំងអស់គ្នាសម្រាប់ថ្ងៃលេងនៅភ្នំបាខែងគឺពិតជាស្រស់ស្អាតនិងរកអ្វីប្រៀបផ្ទឹមពុំបាននោះទេបងគឺសម្រស់ស្អាតខ្លាំងមែនតើណាហើយនេះយើងចាប់ផ្ដើមដើរត្រឡប់ទៅវិញហើយសម្រាប់បងដែលគាត់បានទៅលេងសៀមរាបកុំភ្លេចឡើងលេងភ្នំបាខែងផងសម្រាប់ជនជាតិខ្មែររបស់យើងគឺអត់មានអស់លុយ1រៀលទេដូច្នេះហើយកុំឲ្យរំលងឲ្យសោះទេសភាពថ្ងៃលិចនៅភ្នំបាខែងគឺស្រស់ស្អាតខ្លាំងមែនតែម្ដងណានឹងហើយអរគុណបងអ៊ំពូមីងយាយតាទាំងអស់គ្នាដែលរងចាំមើលវីដេអូរបស់ខ្ញុំហើយទីនេះគឺជាកន្លែងលក់របស់មីងធីនៅសៀមរាបហ្នឹងគឺគាត់មានលក់ជាប្រភេទ sushi ទឹកក្លុកទឹកអីផ្សេងបើបងទៅលេងគាត់កុំភ្លេចទៅលេងគាត់ផងហ្នឹងហើយគឺទីតាំងរបស់គាត់ហ្នឹងនៅក្បែរផ្ទះគាត់នឹងឯងគឺមានតាំងពីភេសជ្ជៈក្លុកអីផ្សេងណាឥឡូវវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត